ការប្រជុំជីវភាពប្រចាំថ្ងៃនាពេលព្រឹកព្រលឹមត្រជាក់មួយនាខែធ្នូខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានឃើញកាតៃរិនមកដល់បមួយដែរតាមការកំណត់របស់បដិវត្តកាតៃរិនបានស្ម័គ្រចិត្តលះបង់សក់វែងដ៏ល្អរបស់នាងហើយនាងមានម្ដាយសញ្ជាតិបារាំងឯឪពុកនាងគឺប្រសិទ្ធដែលជាកូនទី4នៃមហាគ្រួសារជួននាងបានទៅប៉េកាំងនៅឆ្នាំ1972ដើម្បីរៀនផ្នែកពេទ្យហើយតាំងពីពេលនោះមកយើងបានក្លាយជាមិត្តនឹងគ្នាកាតេរិនបាននិយាយរាយរាប់ប្រាប់ខ្ញុំអំពីការមកដល់កាលពីមួយខែមុននេះនៅនិស្សិតខ្មែរមួយក្រុមប្រហែលជា50នាក់និងដែលសុទ្ធតែជានិស្សិតដែលបានរៀនផ្នែកវិទ្យាសាស្ត្រនៅឯប្រទេសចិនពួកនេះត្រូវបានគេទទួលដូចជាភ្ញៀវហើយត្រូវចូលវគ្គសិក្ខាសាលាមួយរួចទាំងអស់គ្នាក៏ត្រូវបញ្ជូនទៅជន់មកបត់លើកលែងតែរូបនាងមួយកាតេរិនមានការលំបាកចិត្តផងនិងភ្ញាក់ផ្អើលផងចំពោះការសម្រេចដែលនាងមិនអាចយល់បាននេះរួចហើយក៏គិតស្មានថាដើម្បីស័ក្តិសមនឹងទៅជនបទគេត្រូវមានឫសគល់ជាខ្មែរសុទ្ធហើយមើលទៅកាតេរិនឥឡូវមានឈ្មោះភាពនាងជាមនុស្សមានសន្តានចិត្តរុះរាយអញ្ចឹងហើយទើបនៅពេលកើតទុកជាប់នាងក៏រកឃើញវិញភ្លាមនៅចរិតរីករាយនិងធម៌ពលជាប្រក្រតីរបស់នាងវិញដែរយើងคล้ายជាអេគីបដ៏រីករាយហត្ថពលកម្មពលគឺការកាប់ដីចិញ្ចួនសម្រាមកាប់អូសនិងស្រោចបន្លែធ្វើឲ្យយើងចាត់ជាវិសមកាលច្រើនជាងចាត់ថានេះជាការផ្ដន្ទាលើអតីតភាពរបស់បញ្ញជនបារាំងនោះវិញក្នុងរយៈពេលមួយយ៉ាងឆាប់ភាពសម្រេចបានក្នុងការចងមិត្តជាមួយគ្រប់យុវនារីហើយរហូតដល់គេទទួលឲ្យនាងចូលរួមប្រជុំល្ងាចងាចជាមួយថែមទៀតផងការប្រជុំល្ងាចដែលគេហៅថាការប្រជុំជីវភាពនោះតាមការបញ្យល់របស់ខៀវសំផននឹងអាចឲ្យគេធ្វើតុល្យការប្រចាំថ្ងៃនៅសកម្មភាពបដិវត្តទាំងឡាយបាននេះគឺជាទំនៀមទម្លាប់មួយយ៉ាងសំខាន់ក្នុងការប្រមូលផ្ដុំសតិអារម្មណ៍នៅក្នុងពេលប្រជុំគេបានរៀបរាប់អំពីភារកិច្ចនានាក្នុងពេលថ្ងៃទង្វើនីមួយៗរបស់យុទ្ធជនម្នាក់ៗត្រូវតែផ្អែកទៅលើពាក្យស្លោកបដិវត្តក្នុងរយៈកាលនីមួយៗយ៉ាងនេះហើយទើបនៅពេលដែលគេត្រូវធ្វើពលកម្មខ្លាំងក្លាដើម្បីស្ដារសេដ្ឋកិច្ចប្រទេសជាតិពឹងផ្អែកលើកម្លាំងខ្លួនឯងផ្ទាល់និងផ្គត់ផ្គង់ខ្លួនផងនិងផ្ដល់ភាគលើសជូនអង្គការផងជាដើមនោះគេអាចឮប្រធានឬនារីប្រធានអង្គប្រជុំថ្លែងថាប៉ុន្មានថ្ងៃនេះយើងលើករងបាន5និងដាំកូនស្ពៃបាន100គុម្ពប៉ុន្តែស្ដាយណាស់ដោយសារស្ពៃជាច្រើនគុម្ពមិនដុះព្រោះកន្ទោងដែលយើងគ្របនោះត្រូវខ្យល់វាយប៉ើងហេតុនេះកូនស្ពៃស្លោកងាប់អស់អញ្ចឹងហើយយើងត្រូវរកកូនស្ពៃផ្សេងទៀតមកដាំអញ្ចឹងទៅយើងត្រូវបាត់បង់ពេលបាត់បង់កម្លាំងហើយយើងមិនអាចចូលរួមចំណែកស្ដារសេដ្ឋកិច្ចប្រទេសជាតិបានដែរអ្នកស្ម័គ្រចិត្តក៏បានងើបផ្លេតឡើងដើម្បីស្វែងតិទានសូមគោរពសមមិត្តប្រធានសូមគោរពបណ្ដាសមមិត្តនៅលើការកត់សម្គាល់ដែលសមមិត្តប្រធានបានលើកឡើងអំបញ្ញមិញនេះខ្ញុំចង់សង្កត់ធ្ងន់ថាកង្វះខាតដែលមានក្នុងការដាំកូនស្ពៃនេះគឺមកពីខ្វះការប្រុងប្រយ័ត្នបដិវត្តនិងខ្វះស្មារតីទទួលខុសត្រូវរបស់ពួកយើងគុណវិបត្តិនេះគឺធ្ងន់ធ្ងរព្រោះវាប៉ះពាល់លើការផ្គត់ផ្គង់ខ្លួនផងប៉ះពាល់លើការរួមចំណែករបស់យើងជូនអង្គការថែមទៀតរួចមកវាគ្មិនក៏ដំឡើងសំឡេងបន្តិចទៀតយើងសូមបដិញ្ញាចិត្តពង្រឹងការប្រុងប្រយ័ត្នបដិវត្តឲ្យកាន់តែរឹងមាំបដិញ្ញាកែលម្អការខ្វះខាតរបស់ខ្ញុំនិងខិតខំធ្វើពលកម្មឲ្យកាន់តែខ្លាំងក្លាដើម្បីស្ដារប្រទេសជាតិយើងខ្ញុំបដិញ្ញាខិតខំផ្គត់ផ្គង់សេចក្តីត្រូវការរបស់ខ្ញុំដោយខ្លួនឯងហើយផលិតផលដែលលើសពីសេចក្តីត្រូវការយើង
យើងខ្ញុំសូមប្រគល់ជូនអង្គការរួចបន្ទាប់មកក៏មានអ្នកឡើងពី3នាក់ថែមទៀតដើម្បីបោកបាច់រឿងដដែលនេះព្រឹកស្អែកម្នាក់សុទ្ធតែដាច់ខាតធ្វើឲ្យគ្រឿនជាងម្សិលមិញឬក៏ជួនកាលគេបានលើកពីទំនាស់ដែលកើតមានក្នុងជូរដូចជាថ្ងៃត្រង់នេះខ្ញុំមិនបានហូបស្រួលបួលទេព្រោះសម្លត្រជាក់ល្ហឹមហើយរាវក៏ឃ្លោកគ្មានការបន្តិចពេលមួយរសៀលខ្ញុំវិលតែមុខហើយក៏ធ្វើការមិនបានដោយសពដងដើម្បីបម្រើអង្គការនិងដើម្បីស្ដារសេដ្ឋកិច្ចប្រទេសជាតិបានឡើយប្រធានរោងបាយដែលត្រូវគេតិទៀនក៏តបវិញសូមគោរពសមមិត្តប្រធានខ្ញុំសូមគោរពបណ្ដាសមមិត្តយើងខ្ញុំខ្វះបន្លែនិងសាច់ហើយយើងខ្ញុំមិនបានប្រឹងប្រែងអស់ដើម្បីឆ្នៃជីវភាពប្រចាំថ្ងៃរបស់មិត្តយើងទាំងអស់គ្នានៅទីនេះឲ្យបានប្រសើរឡើងហើយនឹងផ្ដល់កម្លាំងចាំបាច់ក្នុងការកសាងប្រទេសជាតិឡើងនេះគឺជាគុណវិបត្តិហើយយើងខ្ញុំបដិញ្ញាដាក់ទិសកែប្រែប៉ុន្តែយើងខ្ញុំសូមជម្រាបផងដែរថាសមមិត្តទៅហូបយឺតពេលទន្ទឹមនោះអ្នកទៅហូបមុនក៏មានច្រើនម្យ៉ាងទៀតក៏មានសមមិត្តជាច្រើនទៀតលើសលប់ដែលហូបគ្មានគិតគូរគេឯងយើងឃើញតែផលប្រយោជន៍សួនតួធំជាងប្រយោជន៍រួមទៅទៀតរួចមកអ្នកណាម្នាក់ក៏បន្តឡើងយើងត្រូវគិតគូរដល់កសិករនៅសហករណ៍ដែលនៅខ្វះខាតសពខ្វះខាតគ្រប់ហើយប៉ុណ្ណឹងហើយនៅតូស៊ូផ្ដាច់ពីមិត្តពង្រឹតពីកដើម្បីឧបត្ថម្ភអង្គការដែលខ្លួនឯងទាំងយប់ទាំងថ្ងៃធ្វើពលកម្មលើកទំនប់ជីកប្រឡាយគ្មានឈប់ឈរនោះឯងរួចអញ្ចឹងទៅគេក៏តម្រូវថាទាំងអស់គ្នាត្រូវមកឲ្យទឿនបងហើយគេក៏ចាត់តាំងឲ្យម្នាក់ជាអ្នកដួសសម្លចែកគឺបែបអញ្ចឹងហើយដែលម្ដងម្កាលរឿងទំនាស់ពេលលេចចេញមកហើយនៅពេលដែលគេដោះស្រាយវារួចហើយជីវិតរស់នៅក៏ចាប់ផ្ដើមបន្តទៅទៀតទៅតាមបញ្ញត្តិដ៏តឹងរ៉ឹងទៅតាមម៉ោងពេលនិងទៅតាមការហាមឃាត់របស់វាបែបហ្នឹងទៅពួកក្មេងៗដែលមានប្រភពចេញពីវណ្ណៈកសិករដែលមានទម្លាប់រាប់ពាន់ឆ្នាំហើយនោះក៏ទទួលអនុវត្តអង្គការវិន័យនេះដោយស្ម័គ្រស្មោះត្បិតតែខ្ញុំមិនចំណូលរឿងជីវភាពសមូហភាពក្តីក៏ខ្ញុំត្រូវតែទទួលស្គាល់ថាជីវភាពសមូហភាពនេះមានអំណោយផលយ៉ាងធំធេងក្នុងដំណោះស្រាយបញ្ហាពលកម្មនានាដែលមានសារៈសំខាន់មិនអាចកាត់ថ្លៃបាននៅក្នុងសម័យក្រោយសង្គ្រាមនេះអាស្រ័យដោយហេតុជីវភាពសមូហភាពការរស់នៅប្រចាំថ្ងៃមានលក្ខណៈងាយស្រួលជាងមានតែ3នាក់គឺគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាស្បៀងនិងស្លស្លក់សម្រាប់មនុស្សជាង100នាក់បានមានតែត្រីបន្តិចបន្តួចនិងបន្លែស្រស់មួយកញ្ច្រែងធំមកគេក៏អាចធ្វើសម្លបានសម្រាប់គ្រប់គ្នាបានជាស្រេចជាការពិតណាស់ធ្វើរបៀបនេះក៏ទាមទារនៅការសន្តោសនិងយោគយល់គ្នាខ្លាំងពីម្នាក់ក៏ដូចជាទាមទារនៅការលះបង់ច្រើនពីចុងភៅផងដែរប៉ុន្តែក្នុងសម័យនោះសុឆន្ទៈនិងសាមគ្គីភាពបានស្ថិតនៅជាអ្នកបញ្ជាលើរឿលអាកប្បកិរិយាបរិយាកាសគឺល្អឯជីវិតក៏ជាទីរីករាយអ្វីត្បិតតែមានកង្វះនេះកង្វះនោះក៏ដោយសភាពការនៅល្អប្រសើរឡើងជាលំដាប់ហើយដល់អញ្ចឹងទៅរបបសមូហភាពនឹងចេះតែឈានទៅមុខហើយនេះជាសម្ដីដែលគេតែងតែនិយាយដែលគូបញ្ជាក់ថាយើងកំពុងរស់នៅក្នុងសម័យតឹងតែងបំផុតដែលអ្វីនឹងល្អប្រសើរឡើងយ៉ាងឆាប់រហ័សហើយអ្នកណាក៏សុទ្ធតែជឿជាក់អញ្ចឹងដែរ